បាទជាការឆ្លើយតបទៅវិញទៅនឹងបងប្អូនណាដែលគាត់សួរថាជាគាត់សួរថាទឹកកាមបើសិនជាទឹកកាមគាត់ពណ៌ក្រហមណាតើមានបញ្ហាអីក៏ជំងឺអីបាទអញ្ចឹងជួបជាមួយខ្ញុំជាបណ្ឌិតម៉ៅវណ្ណៈនឹងធ្វើការបកស្រាយជូនបងប្អូនអំពីបញ្ហានេះបាទអញ្ចឹងទី1បងប្អូនកណាទឹកកាមរបស់យើងពណ៌វាទៅជាក្រហមឬក៏ពណ៌ព្រានេះក្រហមអញ្ចឹងណាកាលណាមានអញ្ចឹងបងប្អូនយើងត្រូវគិតថាវាអាចមានការរបួសទៅណាមួយនៃសរីរាង្គអីអញ្ចឹងបងប្អូនក៏ត្រូវគិតអញ្ចឹងខាងគ្រូពេទ្យក៏ត្រូវគិតអញ្ចឹងដែរបាទអញ្ចឹងទី1យើងត្រូវគិតថាតើនៅក្នុងប្រព័ន្ធនៅក្នុងប្រដាប់បន្តពួកយើងគិតណាយើងគិតតាំងពីចុងប្រដាប់ភេទបុរសរហូតទៅដល់គល់រហូតដល់ខាងក្នុងនោះទៅខាងក្នុងទៀតពីព្រោះវាមាននៅក្នុងអាស្រ័យនេះខាងក្នុងមួយទៀតអញ្ចឹងយើងគិតទៅដល់ការរលាករបួសនឹងបាទទី2គឺយើងគិតទៅដល់ការករោគវិញណាការករោគនេះវាអាចជាការករោគដោយជំងឺកាមរោគឬក៏ការករោគដោយមិនមែនជាជំងឺកាមរោគបាទអញ្ចឹងនៅក្នុងហ្នឹងឲ្យតែថាមានការករោគមានការរលាកនៅតំបន់ណាមួយនៃទៅហ្នឹងក៏ជាវាអាចដែរណាទៅពេលព្រោះទៅកាលណារលាកមានអីចឹងទៅនៅពេលដែលទឹកកាមចេញមកត្រូវឆ្លងកាត់កន្លែងរលាកកន្លែងលិបួសកន្លែងហ្នឹងទៅវាអាចមានលាយឡំជាមួយនឹងឈាមដែរបាទហើយទី3បងប្អូនត្រូវគិតមួយនឹងសំខាន់បាទដោយសារអីដោយសារនៅពេលណាដែលយើងមានទឹកកាមរៀងពណ៌លាយឈាមហ្នឹងយើងនឹកគិតទៅដល់ប្រូស្តាតណាបាទពីព្រោះអីធម្មតាបើមនុស្សស្រីគេភ័យរឿងមហារីកមាត់ស្បូនដល់ពេលបុរសកណ្ណាបុរសវិញគឺយើងភ័យពីរឿងមហារីកប្រូស្តាតអញ្ចឹងកណ្ណាមានទឹកកាមឈាមអញ្ចឹងយើងត្រូវនឹកភ្នែកទៅដល់មហារីកប្រូស្តាតឬក៏កពេញស្តាប្រូស្តាតរីកធំអីចឹងទៅឬក៏មានដុសសាច់ចង្ហាមួយនៃកពេញប្រូស្តាតដែលជាមូលហេតុធ្វើឲ្យទឹកកាមនឹងមានឈាមដែរហេតុអីដោយសារពីព្រោះនៅពេលដែលមានចេញទឹកកាមហ្នឹងគឺទឹកកាមវាត្រូវឆ្លងកាត់កពេញប្រូស្តាតហ្នឹងចេញមកខាងក្រៅអញ្ចឹងវាអាចលាយឡំជាមួយឈាមដែលមានបញ្ហារឿងកពេញប្រូស្តាតហ្នឹងតែម្ដងបាទហើយមួយទៀតករណីមួយទៀតដែលថាអាចទឹកកាមមានឈាមនឹងដែរគឺដោយសារពេលខ្លះដែលថាយើងទៅពេទ្យទៅអីចឹងទៅខាងគ្រូពេទ្យគេកណាមើលទៅឃើញមានដុំមានអីទៅគ្រូពេទ្យគេឆាប់សាច់គេលូកទៅឆាប់សាច់នឹងយកទៅមើលគេចង់ដឹងវិភាគមើលថាតើសាច់ហ្នឹងវាជាសាច់ស្លូតឬក៏ជាសាច់កាចអីខាងគ្រូពេទ្យហ្នឹងយកអានឹងទៅវិភាគអញ្ចឹងក្រោយពីចប់ទៅចង្កាវាមករយៈហ្នឹងទៅវាអាចពេលដែលយើងគេងជាមួយដៃគូទៅវាធ្វើឲ្យទឹកកាមលាយឡំជាមួយនឹងរបួសដែលចំណុចដែលត្រង់ខាងគ្រូពេទ្យឈប់នឹងដែរបាទហើយមួយទៀតតកតងទៅនឹងការដែលថាមិនមានការករោគទេប៉ុន្តែវាទៅជាដូចថាយើងគេងជាមួយដៃគូបែបរបៀបដូចថាកំហុកខ្លាំងពេកអញ្ចឹងណាឬក៏ចង្ការអ្នកណាដែលថាគាត់អត់មានដៃគូអញ្ចឹងទៅគាត់គេងគាត់រួមភេទដោយដៃខ្លាំងពេកអញ្ចឹងទៅវាអាចធ្វើឲ្យរបួសតាមពហុនោមខាងក្នុងទៅវាធ្វើឲ្យពេលចេញទឹកកាមនឹងមកទៅវាទៅជាលាយឡំជាមួយឈាមដែរបាទហើយចំណុចចុងក្រោយដែលយើងត្រូវនឹកភ្នែកដែរគឺឧទាហរណ៍ថាយើងទៅគេងនៅពេទ្យទេប៉ុន្តែគ្រូពេទ្យគាត់សុំទឹកនោមសុំទឹកនោមសុំតាមពហុនោមអញ្ចឹងណាសុំតាមពហុនោមអញ្ចឹងទៅអញ្ចឹងនៅពេលដែលសុំទៅជាងការអាចប៉ះទង្គិចឬក៏ទ្រមទីអីថ្នាមួយអញ្ចឹងទៅវាធ្វើឲ្យរបួសនៅកន្លែងចំណុចហ្នឹងអញ្ចឹងករណីហ្នឹងក៏វាអាចជាមូលហេតុដែលធ្វើឲ្យទឹកកាមមានពណ៌ក្រហមឬក៏មានឈាមដែរបាទអរគុណបាទជាការឆ្លើយតបទៅវិញទៅនឹងបងប្អូនណាដែលគាត់សួរថាគាត់សួរថាទឹកកាមបើសិនជាទឹកកាមគាត់ពណ៌ក្រហមណាតើមានបញ្ហាអីក៏ជំងឺអីបាទអញ្ចឹងជួបជាមួយខ្ញុំជាបណ្ឌិតម៉ៅវណ្ណៈនឹងធ្វើការបកស្រាយជូនបងប្អូនអំពីបញ្ហានេះបាទអញ្ចឹងទី1បងប្អូនកណាទឹកកាមរបស់យើងពណ៌
វាទៅជាក្រហមក៏ពណ៌ព្រានេះក្រហមអញ្ចឹងណាកាលណាមានអញ្ចឹងបងប្អូនយើងត្រូវគិតថាវាអាចមានការរបួសទៅណាមួយនៃសរីរាង្គអីអញ្ចឹងបងប្អូនក៏ត្រូវគិតអញ្ចឹងខាងគ្រូពេទ្យក៏ត្រូវគិតអញ្ចឹងដែរបាទអញ្ចឹងទី1យើងត្រូវគិតថាតើនៅក្នុងប្រព័ន្ធនៅក្នុងប្រដាប់បន្តពួកយើងគិតណាយើងគិតតាំងពីចុងប្រដាប់ភេទបរោះរហូតដល់គល់រហូតដល់ខាងក្នុងនោះទៅខាងក្នុងទៀតពីព្រោះវាមាននៅខណៈអាស្រ័យរៀងខាងក្នុងមួយទៀតអញ្ចឹងយើងគិតទៅដល់ការរលាករបួសនឹងបាទទី2គឺយើងគិតទៅដល់ការករោគវិញណាការករោគនេះវាអាចជាការករោគដោយជំងឺកាមរោគឬក៏ការករោគដោយមិនមែនជាជំងឺកាមរោគបាទអញ្ចឹងនៅក្នុងហ្នឹងឲ្យតែថាមានការករោគមានការរលាកនៅតំបន់ណាមួយនៃទៅហ្នឹងក៏ជាវាអាចដែរណាទៅពេលព្រោះទឹកកណារលាកមានអីចឹងទៅនៅពេលដែលទឹកកាមចេញមកត្រូវឆ្លងកាត់កន្លែងរលាកកន្លែងលិបួសកន្លែងហ្នឹងទៅវាអាចមានលាយឡំជាមួយនឹងឈាមដែរបាទហើយទី3បងប្អូនត្រូវគិតមួយនឹងសំខាន់បាទដោយសារអីដោយសារនៅពេលណាដែលយើងមានទឹកកាមរៀងពណ៌លាយឈាមហ្នឹងយើងនឹកគិតទៅដល់ប្រូស្តាតណាបាទពីព្រោះអីធម្មតាបើមនុស្សស្រីគេភ័យរឿងមហារីកមកស្បូនដល់ពេលបរោះកណាបរោះវិញគឺយើងភ័យពីរឿងមហារីកប្រូស្តាតអញ្ចឹងកណាមានទឹកកាមឈាមអញ្ចឹងយើងត្រូវនឹកភ្នែកទៅដល់មហារីកប្រូស្តាតឬក៏កពេញប្រូស្តាតរីកធំអីចឹងទៅឬក៏មានដុសសាច់ចង្ហាមួយនៃកពេញប្រូស្តាតដែលជាមូលហេតុធ្វើឲ្យទឹកកាមនឹងមានឈាមដែរហេតុអីដោយសារពីព្រោះនៅពេលដែលមានចេញទឹកកាមហ្នឹងគឺទឹកកាមវាត្រូវឆ្លងកាត់កពេញប្រូស្តាតហ្នឹងចេញមកខាងក្រៅអញ្ចឹងវាអាចលាយឡំជាមួយឈាមដែលមានបញ្ហារឿងកពេញប្រូស្តាតហ្នឹងតែម្ដងបាទហើយមួយទៀតករណីមួយទៀតដែលថាអាចទឹកកាមមានឈាមនឹងដែរគឺដោយសារពេលខ្លះដែលថាយើងទៅពេទ្យទៅអីចឹងទៅខាងគ្រូពេទ្យគេកណាមើលទៅឃើញមានដុំមានអីទៅគ្រូពេទ្យគេឆាប់សាច់គេលូកទៅឆាប់សាច់នឹងយកទៅមើលគេចង់ដឹងវិភាគមើលថាតើសាច់ហ្នឹងវាជាសាច់ស្លូតឬក៏ជាសាច់កាចអីខាងគ្រូពេទ្យហ្នឹងយកអានឹងទៅវិភាគអញ្ចឹងក្រោយពីចប់ទៅចង្កាវាមករយៈហ្នឹងទៅវាអាចពេលដែលយើងគេងជាមួយដៃគូទៅវាធ្វើឲ្យទឹកកាមលាយឡំជាមួយនឹងរបួសដែលចំណុចដែលត្រង់ខាងគ្រូពេទ្យឈប់នឹងដែរបាទហើយមួយទៀតតកតងទៅនឹងការដែលថាមិនមានការករោគទេប៉ុន្តែវាទៅជាដូចថាយើងគេងជាមួយដៃគូបែបរបៀបដូចថាកំហុកខ្លាំងពេកអញ្ចឹងណាឬក៏ជួនកាលអ្នកណាដែលថាគាត់អត់មានដៃគូអញ្ចឹងទៅគាត់គេងគាត់រួមភេទដោយដៃខ្លាំងពេកអញ្ចឹងទៅវាអាចធ្វើឲ្យរបួសតាមពហុនោមខាងក្នុងទៅវាធ្វើឲ្យពេលចេញទឹកកាមនឹងមកទៅវាទៅជាលាយឡំជាមួយឈាមដែរបាទហើយចំណុចចុងក្រោយដែលយើងត្រូវនឹកភ្នែកដែរគឺឧទាហរណ៍ថាយើងទៅគេងនៅពេទ្យទេប៉ុន្តែគ្រូពេទ្យគាត់សុំទឹកនោមសុំទឹកនោមសុំតាមពហុនោមអញ្ចឹងណាសុំតាមពហុនោមអញ្ចឹងទៅអញ្ចឹងនៅពេលដែលសុំទៅជាងការអាចប៉ះទង្គិចឬក៏ទ្រមទីអីថ្នាមួយអញ្ចឹងទៅវាធ្វើឲ្យរបួសនៅកន្លែងចំណុចហ្នឹងអញ្ចឹងករណីហ្នឹងក៏វាអាចជាមូលហេតុដែលធ្វើឲ្យទឹកកាមមានពណ៌ក្រហមឬក៏មានឈាមដែរបាទអរគុណ